សោកនាដកម្មរយៈពេល2ឆ្នាំកាសាបានប្រែពីទីក្រុងដ៏អ៊ូអរទៅជាទីក្រុងនៃភាពអត់ឃ្លានទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើចបន្ទាប់ពីចំនួនមិនឈប់ឈរបានអូសបន្លាយអស់រយៈពេល2ឆ្នាំកាសាដែលធ្លាប់ជាទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបានធ្លាក់ក្នុងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយក្នុងការចងចាំនាពេលថ្មីៗនេះដោយសង្គ្រាមបាននឹងកំពុងបន្តឆក់យកជីវិតមនុស្សជាង 60,000 នាក់និងជនស៊ីវិលជាច្រើនរាប់មិនអស់ផ្សេងទៀតបានរងរបួសនិងបាត់បង់ផ្ទះសម្បែងខណៈដែលអំពើហិង្សាមិនមានសញ្ញានៃការធូរស្រាលសោះឡើយយោងតាមសារព័ត៌មានអន្តរជាតិនិងទីភ្នាក់ងារផ្ដល់ជំនួយមនុស្សធម៌បានឲ្យដឹងថាមនុស្សជាង 50,000 នាក់ឥឡូវនេះកំពុងប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរដោយសារបញ្ហាកង្វះអាហារកាន់តែអាក្រក់ទៅចំពេលមានការបិទផ្លូវនិងការដួលរលំហេដ្ឋារចនាសម្ព័ន្ធកើតមានជាបន្តបន្ទាប់មន្ទីរពេទ្យកំពុងជួបការលំបាកក្នុងការថែទាំអ្នកជំងឺខ្វះខាតទឹកស្អាតហើយមនុស្សរាប់ពាន់គ្រួសារត្រូវបានបង្ខំឲ្យរស់នៅក្នុងជម្រកបណ្ដោះអាសន្នអង្គការអន្តរជាតិជាច្រើនបានបន្តអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់និងការចូលរួមឲ្យមានការប្រើប្រាស់ច្បាប់មនុស្សធម៌ដោយប្រមានថាចំនួនប្រជាជននៅតំបន់កាសាកំពុងស្ថិតក្នុងភាពអត់ឃ្លានទោះបីជាមានសម្ពាធជាសកលក៏ដោយក៏កិច្ចចរចាសន្តិភាពនៅតែជាប់គាំងខណៈដែលភាគីចំនួនទាំងពីរបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្លិចបំផ្លាញដែលកំពុងកើតមានឡើងឥឡូវនេះចំនួនបានឈានដល់ឆ្នាំទី3របស់វាហើយដែលបានធ្វើឲ្យមនុស្សទូទាំងសកលមានការសោកសង្រេងជាមួយនឹងស្ថានភាពសាលារៀនដែលត្រូវបានបំផ្លិចបំផ្លាញនិងសេវាសាធារណៈសំខាន់ៗស្ថិតនៅក្នុងភាពខ្ទេចខ្ទាំដែលជាការរំលឹកយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមដែលកើតឡើងពីមហិច្ឆតារបស់មនុស្សគួរជម្រាបថាកាសាជាតំបន់ដែលមានផ្ទៃដីប្រហែល365គីឡូម៉ែត្រការ៉េមានព្រំដែនជាប់ជាមួយប្រទេសអ៊ីស្រាអែលនិងអេស៊ីបហើយម្ខាងទៀតបែរទៅសមុទ្រមេឌីទែរ៉ាណេវាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួន2តំបន់ដែលសេសសល់គឺតំបន់ West Bank ជាប់ព្រំដែននឹង Jordani ដែលត្រូវបានអ៊ីស្រាអែលកាន់កាប់បច្ចុប្បន្ននៅមុនពេលសង្គ្រាមកាហ្សាគឺជាផ្ទះរបស់ប្រជាជនប្រហែល 2.4 លាននាក់ហើយបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់នៅដើមខែតុលាឆ្នាំ2023កងទ័ពអ៊ីស្រាអែលបានចាប់ផ្ដើមបើកប្រតិបត្តិការយោធាប្រឆាំងនឹងតំបន់កាហ្សាជាការឆ្លើយតបដោយបន្សល់ទុកវាឲ្យក្លាយជាតំបន់ដែលរងការបំផ្លិចបំផ្លាញនិងស្ថិតនៅគែមនៃវិបត្តិមនុស្សធម៌ដ៏យ៉ាប់យ៉ឺនបំផុត